ក្មេងប្រុសនោះបានជំពប់ជើងដួលពេលកំពុងដើរហើយទូរស័ព្ទរបស់គាត់ក៏ហោះចូលទៅក្នុងបឹងពេលគាត់ក្រោកឈរឡើងគាត់ក៏ឃើញថាដៃរបស់គាត់មានរបួសប៉ុន្តែបន្ទាប់មកមានរឿងចម្លែកកើតឡើងអេក្រង់ទូរស័ព្ទត្រូវបានបែកខ្ទេចគាត់ជូតទឹកចេញអេក្រង់មើលទៅហាក់ដូចជាធម្មតាវិញទាំងស្រុងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងទៅនេះទៅទៀតគឺភ្លាមបន្ទាប់ពីគាត់ត្រឡប់មកដល់ផ្ទះរបួសនៅលើដៃរបស់គាត់ក៏បានជាសះស្បើយយ៉ាងអត់កំបាំងគំនិតមួយបានផុសឡើងក្នុងចិត្តរបស់គាត់តែវាអាចតាក់ទងនឹងបឹងដែរឬទេយ៉ាងណាមិញទាំងដៃនិងទូរស័ព្ទបានប៉ះទឹកបឹងពេលនៅល្ងាចនោះពេលអាហារពេលល្ងាចពូនស្រីទួយរបស់គាត់បានធ្វើឲ្យចាន់បែកដោយអចេតនាក្មេងប្រុសនោះក៏នឹកឃើញគំនិតមួយភ្លាមគាត់ប្រមូលរបស់របរដែលបាក់បែកទាំងអស់នៅក្នុងផ្ទះហើយគាត់ឆ្ពោះទៅកាន់របស់របរចាស់ៗដែលបាក់បែកទាំងអស់នៅក្នុងកាបូបស្ពាយរបស់គាត់ត្រូវបានជួសជុលនៅពេលនោះក្មេងប្រុសនោះក៏នឹកឃើញគំនិតដ៏ក្លាហានមួយនៅយប់នោះគាត់បានលួចទៅបឹងខណៈពេលដែលឪពុករបស់គាត់កំពុងដេកលក់ប៉ុន្តែក្មេងប្រុសនោះមិនដឹងថាប្អូនស្រីរបស់គាត់បានឃើញក្បិនលួចដើរតាមពីក្រោយនៅពេលដែលពួកគេទៅដល់បឹងប្អូនស្រីរបស់គាត់បានឃើញគាត់យកប្រអប់មួយចេញពីកាបូបស្ពាយគាត់មើលទៅហាក់ដូចជាភ័យវាគឺជាកអត់នៅខាងក្នុងគឺមានធាតុរបស់ម្ដាយរបស់បងប្អូនទាំងពីរនាក់មិនគួរឲ្យជឿក្មេងប្រុសនោះពិតជាចង់ប្រើទឹកបឹងដើម្បីធ្វើឲ្យម្ដាយរបស់គាត់រស់ឡើងវិញប្អូនស្រីរបស់គាត់មិនយល់ថាមានរឿងអ្វីកើតឡើងនាងដើរទៅចិត្តហើយទាមទារចង់ដឹងថាហេតុអ្វីបានជាគាត់ម្ដាយរបស់ពួកគេមកទីនេះក្មេងប្រុសនោះភ្ញាក់ហេតុហើយក៏អះអាងដោយភ័យខ្លាចថាវាមិនមែនជាកអត់ទេជាការពិតណាស់ប្អូនស្រីរបស់គាត់មិនជឿគាត់ទេបងប្អូនទាំងពីរនាក់ក៏ចាប់ផ្ដើមឆ្លោះគ្នារឿងហ្នឹងក្នុងពេលបន្ទាប់គ្នាគ្រោះថ្នាក់ក៏បានកើតឡើងសៀវភៅគំនូរប្អូនស្រីគាត់បានធ្លាក់ចូលទៅក្នុងបឹងដោយអចេតនាក៏គាត់ចាប់មកស្រង់សៀវភៅគំនូរនោះមកវិញបន្ទាប់មកក៏បានប្រាប់ប្អូនស្រីកុំឲ្យប្រាប់អ្នកណាអំពីយប់នេះភ្លាមនោះពពុះក៏ចាប់ផ្ដើមផុសចេញពីបឹងដោយដឹងពីអំណាចរបស់បឹងក្មេងប្រុសនោះក៏ដឹងថាមានអ្វីមួយខុសប្រទេសគាត់ក៏ចាប់ដៃប្អូនស្រីបន្ទាប់មកសំឡេងក្រហឹមបានបន្លឺឡើងពីក្នុងព្រៃហើយគាត់ក៏យល់ភ្លាមថាការស្រូបយកសត្វពីគំនូររបស់នាងព្រឹកបន្ទាប់ឪពុករបស់ពួកគេបានមកដាស់ពួកគេប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលទាំងបងប្រុសនិងបងស្រីបានភ្ញាក់ពីមុនហើយប្អូនស្រីថែមទាំងលាក់ខ្លួននៅក្នុងទូខោអាវខ្លាចពេកមិនហ៊ានចេញមកឪពុករបស់ពួកគេបានសួរថានាងកំពុងធ្វើអ្វីនាងនិយាយថានាងបានឮសំឡេងកោះបង្អួចនៅពេលយប់ឪពុករបស់ពួកគេបានលងលោមនាងហើយនិយាយថាវាប្រហែលជាកំប្រុកគួរឲ្យស្រឡាញ់ប៉ុន្តែនៅពេលដែលគាត់បាក់វាំងនូនអ្វីដែលពួកគេត្រូវបានគ្របដណ្ដប់ដោយថ្នាំលាបពណ៌លឿងបន្ទាប់ពីឪពុករបស់ពួកគេចាត់ចេញទៅប្អូនស្រីបានសួរបងប្រុសរបស់នាងថាមានរឿងអ្វីកើតឡើងកាលពីយប់មិញខ្ញុំប្រាប់អ្នកគ្រប់យ៉ាងប៉ុន្តែអ្នកទើបតែមើលត្រចៀកខ្ញុំទេនោះគួរឲ្យខ្ពើមណាស់យើងនឹងនិយាយអំពីវានៅពេលនេះដោយដឹងថាកូនកំពុងលាក់អ្វីមួយឪពុករបស់ពួកគេក៏បានភារកិច្ចរបស់គាត់ក្នុងការយល់ពីអ្វីដែលកូនកំពុងគិតព្រោះគាត់ជាឪពុករបស់ពួកគេដូច្នេះគាត់ក៏បានអង្គុយចុះហើយសួរក្មេងប្រុសនោះថាតើមានរឿងអ្វីកើតឡើងអញ្ចឹងខ្ញុំដឹងហើយខ្ញុំមិនចង់ឲ្យអ្នកខ្លាចនៅក្នុងការមកប្រាប់ខ្ញុំអំពីអ្វីទាំងអស់ដោយប្រឈមមុខនឹងភាពស្មោះត្រង់របស់ឪពុកទីបំផុតក្មេងប្រុសក៏បានទម្លាយអថាកំបាំងនៃបឹងនោះគាត់បានពន្យល់ថាចាប់តាំងពីបាត់បង់ម្ដាយរបស់ពួកគេមកប្អូនស្រីរបស់គាត់មានភាពមិននឹងណូខាងអារម្មណ៍សៀវភៅគំនូររបស់នាងពោពេញទៅដោយសត្វចម្លែកដ៏គួរឲ្យខ្លាចហើយគាត់ខ្លាចថាបឹងនោះបានប្រែក្លាយសត្វចម្លែកទាំងនោះឲ្យក្លាយជាការពិតបន្ទាប់ពីស្ដាប់រឿងរបស់ក្មេងប្រុសនោះរួចមកឪពុករបស់គាត់ក៏ឈប់ជឿគាត់ទាំងស្រុងឪពុកនិងកូនបានបែកបាក់គ្នាដោយមិនល្អបន្ទាប់ពីបញ្ជូនកូនទៅសាលារៀនឪពុករបស់ពួកគេក៏ចាប់ផ្ដើមសម្អាតផ្ទះប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលចានដែលកូនស្រីរបស់គាត់បានបំបែកស្រាប់តែត្រូវបានជួសជុលក្មេងប្រុសអង្គុយលើឡានក្រុងដោយគិតអ្វីមួយភ្លាមនោះប្អូនស្រីរបស់គាត់បានឃើញពន្លឺភ្លឺចែងចាំងអណ្ដែតនៅខាងក្រៅបង្អួចបន្ទាប់មកដែលបកខៀវដ៏ធំមួយបានលេចចេញពីចង្កាពោតមួយសន្ទុះក្រោយមកសត្វចម្លែកមូលដ៏ធំមួយបានហោះឡើងទៅលើអាកាសប្អូនស្រីសម្លឹងមើលដោយភាពតក់ស្លុតព្រោះវាជាសត្វចម្លែកដែលនាងបានគូរនៅក្នុងសៀវភៅគំនូររបស់នាងសត្វចម្លែកនោះក៏ខឹងសម្បាហើយដេញតាមឡានក្រុងទីបំផុតវាបានរុញឡានក្រុងចូលទៅក្នុងចង្កាពោតសំណាងល្អដែលដាំពោតបានជួយកាត់បន្ថយការប៉ះទង្គិចដូច្នេះកូនមិនមាននរណាម្នាក់រងរបួសទេទោះជាយ៉ាងណាក៏ដោយក្មេងប្រុសក៏ប្រញាប់ទៅមើលគាត់សំណាងល្អគាត់គ្រាន់តែសន្លប់ប៉ុណ្ណោះប៉ុន្តែសត្វចម្លែកនៅខាងក្រៅនៅតែរងចាំពួកគេវាដើរជំវិញឡានក្រុងដោយព្យាយាមអូសកូនចេញមកដែលដឹងថាសត្វចម្លែកមកពីណាក្មេងប្រុសក៏សួរកូនស្រីរបស់គាត់ពីរបៀបកម្ចាត់វាបន្ទាប់ពីកាត់មួយសន្ទុះនាងនិយាយថាប្រហែលជាពួកគេអាចច្រៀងបំពេវាឲ្យគេងលក់ភ្លាមនោះចេកក៏នឹកឃើញកំណត់មួយហើយមើលកាបូបស្ពៃរបស់គាត់ចង់ចាប់បទចម្រៀងបំពេដើម្បីឲ្យសត្វចម្លែកគេងលក់ប៉ុន្តែមុនពេលគាត់អាចធ្វើបានសត្វចម្លែកនោះក៏ហុចតង់តកុលរបស់វាចូលទៅក្នុងឡានក្រុងហើយចាប់ដើមស្វែងរកនៅខាងក្នុងនៅពេលដ៏សំខាន់មិត្តរួមថ្នាក់ម្នាក់បានដកទូរស័ព្ទចេញហើយបទចម្រៀងបំពេមិនយូរប៉ុន្មានសត្វចម្លែកក៏បិទភ្នែកហើយទៅលើដីក្មេងគេងក៏ប្រញាប់រត់ចេញពីចំការពោតនៅបានដាស់សត្វចម្លែកប៉ុណ្ណោះប៉ុន្តែសំឡេងនោះបានដាស់សត្វចម្លែកផាត់ដូចជាមិនចង់សម្លាប់ពួកគេទេហើយក៏មិនបានបន្តដេញតាមពួកគេដែរក្មេងប្រុសនិងអ្នកផ្សេងទៀតបានរត់ចូលទៅក្នុងព្រៃភ្លាមនោះប្អូនស្គរឈប់រត់ក្មេងប្រុសក៏សួរថាតើមានផ្សេងទៀតទេខ្ញុំបានគូររូបសត្វចម្លែកកំពុងវាប្រហារមនុស្សផ្សេងទៀតដែរក្មេងប្រុសនិយាយមិនចេញបន្ទាប់ពីបានលេចចម្លែករបស់នាងក្នុងពេលជាមួយគ្នានោះ
មេស្រីម្នាក់បានដើរយឺតជាងគេឲ្យត្រូវបែកចេញពីអ្នកដទៃនៅក្នុងព្រៃនៅទីនោះនាងបានជួបសិទ្ធិចម្លែកខាជូក៏រត់ដេគូយ៉ាងសាមញ្ញវាមើលទៅគួរឲ្យអស់សំណើចនិងគ្មានគ្រោះថ្នាក់ក្មេងស្រីនោះព្យាយាមធ្វើឲ្យវាភ័យខ្លាចប៉ុន្តែផ្កាជូក៏រត់នោះនៅតែឈួស្ងៀមលុះត្រាតែក្មេងស្រីនោះចូលទៅចិត្តទៅវាខឹងភ្លាមនោះវាបានស្រែកយ៉ាងខ្លាំងសម្លេងនោះបានតាក់ទាញសិទ្ធិចម្លែកដែលលាក់ខ្លួនយ៉ាងច្រើននៅក្នុងព្រៃសិទ្ធិចម្លែកនោះបានរត់ទៅរកសម្លេងហើយបែកមាត់ធំៗដាក់ក្មេងស្រី ដោយប្រើសម្លេងដើម្បីកំណត់ទីតាំងរបស់សិទ្ធិព្រៃសិទ្ធិចម្លែកនោះបានហក់ទៅរកក្មេងស្រីយ៉ាងត្រឹមត្រូវនៅពេលនោះបងប្អូនក៏បានរត់ចូលទៅជួយនាងប៉ុន្តែមុនពេលដែលពួកគេទាំង3នាក់អាចធូរស្រាលបានសិទ្ធិចម្លែកផ្កាឈូក៏រត់នោះក៏បានតាមពួកគេមកវាបន្តស្រែកយ៉ាងខ្លាំងជួយឲ្យសិទ្ធិចម្លែកពីការភ្នែកតាមដានទីតាំងរបស់ពួកគេក្មេងប្រុសនោះក៏ស្រាប់តែនឹកឃើញអ្វីមួយគាត់បានបោះផ្កាឈូក៏រត់ចូលទៅក្នុងទឹកព្រោះសិទ្ធិចម្លែកទាំងអស់ត្រូវបានគូដោយប៊ិកដូច្នេះវារលាយអស់នៅពេលប៉ះទឹកផ្កាឈូក៏រត់នោះក៏រលាយបាត់ទៅប៉ុន្តែសិទ្ធិចម្លែកពីការភ្នែកនោះធំពេកសម្រាប់ពួកគេក្នុងការលុបវាដល់ទឹកដោយសារពួកគេមិនអាចបំផ្លាញវាបានក្មេងស្រីក៏គប់ដុំថ្មទៅម្ខាងដើម្បីទាក់ទាញសិទ្ធិចម្លែកហើយអនុញ្ញាតឲ្យពួកគេទាំង3នាក់គេចខ្លួននៅសុវត្ថិភាពទន្ទឹមនឹងនោះឪពុករបស់ពួកគេនៅតែសម្លឹងមួយចានដែលបានជួសជុលហើយគិតយ៉ាងជ្រៅភ្លាមនោះទូរស័ព្ទរបស់គាត់បានស្វែងរកទូរស័ព្ទនៅទូទាំងផ្ទះគាត់បានរកឃើញថាទូរស័ព្ទបានធ្លាក់នៅក្រទូអ្វីដែលចម្លែកជាងនេះទៅទៀតនោះក៏មានកែវមួយនៅជ្រុងដែរនៅពេលគាត់លេចវាឡើងគាត់ក៏ដឹងវាជាកែវកាហ្វេដែលគាត់បានប្រើនៅព្រឹកនោះបន្ទាប់ពីសម្លាប់ពីងក្រហមហើយម្ដាយមីងរបស់គាត់បានប្រាប់គាត់ថាសាលាបានទូរស័ព្ទមកប៉ូលីសបានរត់ឡានក្រុងសាលាដែលជួបគ្រោះថ្នាក់នៅពេលដែលនឹងម្ដាយមីងមកដល់កន្លែងកើតហេតុក្មេងគេបានទៅឆ្ងាយបាត់ទៅហើយសូម្បីតែសិទ្ធិចម្លែកក៏បាត់ខ្លួនដែរ